បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញប្រាប់ពីរបៀបបង្កើត CV នៅលើទូរស័ព្ទដៃដែលយើងប្រើប្រាស់កម្មវិធី Pixlab អញ្ចឹងកុំឲ្យខាតពេលយើងចូលទៅក្នុងកម្មវិធីហ្នឹងមកបន្ទាប់ពីអ្នកទាំងអស់គ្នាបានបើកកម្មវិធីរួចហើយលុបអក្សរនេះចោលទៅដោយចុចត្រង់ធុងហ្វ្រាមខាងលើនេះហើយចុចយល់ព្រមតើមកអ្នកទាំងអស់គ្នាចុចតាមសញ្ញាដែលខ្ញុំបានបង្ហាញហើយចុចត្រង់កន្លែង Image Size នេះយើងកំណត់ទំហំกระดาษខាងក្រោយយើងដាក់1200ហើយកន្លែងនេះយើងលុបដាក់1900ហើយចុចព្រមបន្តមកទៀតអ្នកទាំងអស់គ្នាចុចត្រង់កន្លែង color ហើយយើងចុច color ខាងលើនេះមកហើយយើងស្វែងរក color ពណ៌សយើងចុចពីលើ color ពណ៌សហើយចុចគ្រីសមកហើយចុចត្រង់អក្សរ A ទៀតមកហើយចុចត្រង់សញ្ញាបូកតើមកអ្នកទាំងអស់គ្នាចុចត្រង់រូបខ្មៅដៃយើងចុចធុង frame ដើម្បីលុបចោលហើយយើងបំពេញនៅអត្ថបទថ្មីរបស់យើងមកយើងដាក់ថាប្រជាជាតិកម្ពុជាមកតើមកយើងចុចបន្ទាត់មួយយើងដាក់ជាតិសាសនានិងព្រះមហាក្សត្រហើយចុច OKតោះមកយើងអូសពីស្ដាំមកឆ្វេងមើលត្រង់កន្លែងអក្សរ TT អញ្ចឹងយើងចុចចូលយើងចុចដកវាមកយើងទុកតែ20បានហើយយើងចុចគ្រីសតោះមកយើងមើលត្រង់កន្លែង pending អក្សរ I trade ហ្នឹងអានេះយើងដាក់បូក6ខាងក្រោមដាក់បូក6ដែរហើយចុចគ្រីសតោះមកយើងចុចត្រង់កន្លែង color ហើយយើងស្វែងរក color ពណ៌ខ្មៅដើម្បីឲ្យអក្សរយើងវាចេញពណ៌ខ្មៅដិតហើយចុចគ្រីសយើងអូសមកមុខទៀតមើលត្រង់កន្លែងអក្សរ AB នេះយើងចូលកន្លែង my font ហើយយើងស្វែងរក font ដែលយើងចង់ប្រើប្រាស់មកហើយយើងចុច OK ហើយយើងអូសមកមុខទៅទៀតមើលកន្លែង align បន្ទាត់5នៅលើគ្នាហ្នឹងយើងចុចឲ្យចំប្លោះកណ្ដាលមកហើយយើងចុចគ្រីសហើយយើងអូសត្រឡប់មកវិញមើលត្រង់សញ្ញាព្រួញបានចូលក្នុង4ចុចលើវាមួយហើយចុចឲ្យចំប្លោះកណ្ដាលហើយចុចគ្រីសហើយមើលត្រង់សញ្ញាព្រួញបានចេញក្រៅ4ហើយយើងចុចបូកឲ្យគ្រប់10ហើយយើងចុចទៅក្រោមមួយហើយចុចគ្រីសយើងអូសមកទៀតយើងចុចកន្លែង copy ចុចរូបក្បាលដៃហើយលុបអក្សរចាស់ចោលដាក់ប្រវត្តិរូបសង្ខេបតោះមកយើងចុច OK ហើយយើងអូសពីស្ដាំមកឆ្វេងមើលកន្លែងសញ្ញាព្រួញបានចូលក្នុង4យើងចុចឲ្យចំប្លោះកណ្ដាលដូចមុនហើយចុចគ្រីសហើយចុចត្រង់សញ្ញាព្រួញបានចេញក្រៅ4អូសឲ្យពេញឲ្យសេរីពីលើទៅក្រោមតោះមកយើងអូសមកមុខទៀតមកហើយយើងមើលត្រង់កន្លែងអក្សរ B នេះយើងចុចត្រង់កន្លែងអក្សរ U ហើយមានបន្ទាត់ពីក្រោមហើយចុចគ្រីសហើយអ្នកទាំងអស់គ្នាអូសត្រឡប់មកវិញមកហើយប៉ះកន្លែងប្រជាជាតិកម្ពុជាខាងលើនេះហើយយើងចុច copy យើងចុចរូបខ្មៅដៃទៀតមកតើមកយើងលុបអក្សរចាស់ចោលយើងដាក់នាមកូដនាមហើយចុចបន្ទាត់មួយមកតើមកយើងដាក់អាស័យដ្ឋានបច្ចុប្បន្នហើយយើងចុចបន្ទាត់ពីរដងយើងដាក់លេខទូរស័ព្ទហើយចុចបន្ទាត់មួយទៀតយើងដាក់ស្នើសុំបម្រើការផ្នែកហើយយើងចុច OK បន្ទាប់មកយើងអូសពីស្ដាំមកឆ្វេងហើយមើលត្រង់កន្លែង for TT ដែរអានេះយើងបន្ថយវា file តែ14បានហើយយើងចុចគ្រីសហើយយើងអូសមកមុខទៀតមើលត្រង់កន្លែង AB យើងចូលកន្លែង font មិញហ្នឹងហើយចូល my font ទៀតមកយើងផ្លាប់បដូរ font អញ្ចឹងខ្ញុំយក font នេះខ្ញុំចុច OK អូសមកមុខទៀតចូលទៅកន្លែង align ដែរកន្លែងបន្ទាត់5ហ្នឹងហើយចុចខាងឆ្វេងដៃបងអស់ហើយចុចគ្រីសតោះមកយើងអូសពីឆ្វេងមកស្ដាំរកសញ្ញាព្រួយបានចេញក្រៅ4ចុចពីលើវាមួយអូសឲ្យពេញស្រីពីលើចុះក្រោមហើយចុចមកខាងស្ដាំដៃមួយមកហើយចុចគ្រីសតើមកអ្នកទាំងអស់គ្នាអូសមកទៀតចុច copy ហើយចុចរូបខ្មៅដៃលុបអក្សរចាស់ចោលកន្លែងនេះយើងបំពេញតកូលនឹងឈ្មោះរបស់យើងហើយខាងក្រោមនេះយើងបំពេញអាស័យដ្ឋានដែលយើងរស់នៅបច្ចុប្បន្នទៅតាមអត្តសញ្ញាណប័ណ្ណហើយខាងក្រោមនេះគឺយើងដាក់លេខទូរស័ព្ទរបស់យើងបន្ទាប់មកយើងដាក់អុច2ទៀតយើងដាក់ការងារដែលយើងស្នើសុំចូលបានន័យថាផ្នែកដែលយើងចង់ចូលហើយយើងចុច OK តោះមកយើងអូសពីស្ដាំមកឆ្វេងមើលត្រង់សញ្ញាព្រួយបានចេញក្រៅ4អូសឲ្យពេញស្រីពីលើចូលមកក្រោមពីក្រៅចូលមកក្នុងបន្ទាប់មកយើងចុចគ្រីសទៀតហើយយើងប៉ះសញ្ញាខាងក្រោមនេះហើយយើងចុចត្រង់កន្លែងសញ្ញាដែលខ្ញុំបានបង្ហាញហើយយើងរុញអានេះកាត់ទៅលើតិចហើយយើងទាញវាចេញក្រៅហើយយើងខាងក្រោមនេះយើងបរួមវាវិញអាក្រោមនេះយើង scroll វាមកហើយត្រូវអាកន្លែងនេះមកហើយចុចកន្លែងសញ្ញាបូកតោះមកអ្នកនរគ្នា fray color ទៅអញ្ចឹងឲ្យខ្ញុំយក color ពណ៌នេះចុចព្រមហើយចុចគ្រីសតោះមកយើងអូសពីស្ដាំមកឆ្វេងមើលត្រង់កន្លែងសញ្ញាបាញ់ចេញក្រៅ2នេះហើយយើងចុចបិទវាមកហើយអាក្រោមនេះយើងដាក់ទៅ90បានហើយខាងក្រោមមួយនេះយើងដាក់4ហើយយើងចុចគ្រីសមើលសញ្ញាព្រួញបាញ់ចូលក្នុង4ចុចវាចំពាក់កណ្ដាលមកហើយចុចគ្រីសហើយមើលសញ្ញាព្រួញបានចេញក្រៅ4វិញម្ដងអានេះយើង fray វាឡើងលើមើលមកសំភ្នែកមក
ហើយយើងចុច create តមកយើងប៉ះកន្លែងប្រវត្តិរូបសង្ខេបហើយចុច Ctrl A ហើយយើងចុច copy យើងចុចរូបខ្មៅដៃទៀតយើងលុបអក្សរចាស់ចោលហើយយើងដាក់ព័ត៌មានផ្ទាល់ខ្លួនហើយចុច OK តមកអ្នកទាំងគ្នា OP ស្ដាំមកឆ្វេងមើល finger ព្រួយមកចេញក្រៅ4អូសពេញ frame ពីលើចុះមកក្រោមមកដល់ចំណុចត្រង់នេះយើងថយ file 10ហើយយើងចុចចុះក្រោមមួយហើយចុចចូលមកក្នុងមួយហើយយើងអូសពេញចុចចូលមកក្នុងមួយទៀតហើយចុច create តមកទៀតអ្នកទាំងអស់គ្នាប៉ះត្រង់អក្សរតូចរបស់យើងមកហើយយើង copy ហើយយើងចុចរូបខ្មៅដៃទៀតយើងលុបចោលតមកយើងដាក់នាមនិងកូដនាមរបស់យើងហើយយើងចុចបន្ទាត់មួយតនេះយើងដាក់ page តមកយើងដាក់សញ្ជាតិតមកយើងដាក់អុចមួយទៀតហើយយើងដាក់ថ្ងៃខែឆ្នាំកំណើតហើយយើងចុចបន្តទៀតមកយើងដាក់ទីកន្លែងកំណើតតមកយើងដាក់ស្ថានភាពគ្រួសារតមកយើងដាក់អុចមួយទៀតដក clear យើងដាក់កម្ពស់តមកសុខភាពតមកយើងចុច OK មកបន្តពី face ហើយយើងអូសពីស្ដាំមកឆ្វេងមើល finger ព្រួយមកចេញក្រៅ4ដែរហើយយើងអូសពេញយើង frame ពីលើចុះមកក្រោមមកមើលមកសំភ្នែកតមកចុចចូលក្នុងមួយហើយចុច create តមកយើងអូសត្រូវ copy ហើយយើងចុចរូបខ្មៅដៃយើងលុបអត្ថបទចាស់ចោលហើយយើងពេញអត្ថបទថ្មីទៀតមកដំបូងយើងដាក់តកូលនិងឈ្មោះហើយដាក់ page តមកទៀតសញ្ជាតិហើយថ្ងៃខែឆ្នាំកំណើតនេះយើងដាក់ថ្ងៃទី8ខែតុលានិងឆ្នាំ1992ហើយចូលបន្តមកទៀតយើងដាក់ទីកន្លែងកំណើតយើងដាក់តាមសម្បត្តិកំណើតយើងមកហើយយើងដាក់ស្ថានភាពគ្រួសារហើយយើងដាក់កម្ពស់ហើយចុះមកទៀតសុខភាពបើសិនជាសុខភាពល្អដាក់ល្អមកតែយូរទូទៅដាក់ពាក្យគេដាក់ល្អទាំងអស់ហ្នឹងឯងហើយចុច OK ហើយយើងអូសពីស្ដាំមកឆ្វេងមើល finger ព្រួយមកចេញក្រៅ4អូសឲ្យពេញយើង frame ពីលើចូលមកក្រោមមកហើយ frame ពីក្រៅចូលមកក្នុងទៀតអញ្ចឹងឲ្យខ្ញុំយកប៉ុណ្នេះខ្ញុំចុច create ហើយយើងប៉ះកន្លែង pop up color យើងមកហើយចុចត្រង់កន្លែង finger ក្រោមនេះហើយចុច copy ហើយយើងអូសមករក finger ព្រួយមកចូលក្នុង4ហើយយើងចុចចំផ្លោះកណ្ដាលហើយផ្លោះកណ្ដាលក្រោមនេះមួយទៀតមកហើយចុច create ហើយមើល finger ព្រួយមកចេញក្រៅ4អូសឲ្យពេញហើយយើង frame ពីលើចុះមកក្រោមមកអញ្ចឹងនេះខ្ញុំថយ file 10ចុះថែមមួយទៀតហើយចុច create តមកយើងប៉ះកន្លែងព័ត៌មានផ្ទាល់ខ្លួនហើយយើងចុចកន្លែង file A ក្រោមនេះហើយយើងចុច copy ទៀតយើងចុចរូបខ្មៅដៃហើយយើងលុបអក្សរចាស់ទៅហើយយើងដាក់កម្រិតវប្បធម៌ហើយយើងចុច OK ហើយយើងអូសពីស្ដាំមកឆ្វេងមើល finger ព្រួយមកចេញក្រៅ4 frame ពីលើចុះមកក្រោមមកដល់ទៅនេះខ្ញុំដក file 10ចុចចុះក្រោមមួយទៀតហើយចុចចូលក្នុងមួយអូសឲ្យពេញចុចមួយទៀតហើយ create ហើយយើងប៉ះកន្លែង file តូចយើងដែរហើយយើង copy យើងចុចរូបខ្មៅដៃយើងលុបអក្សរចាស់ចោលបន្ទាប់មកយើងដាក់ឆ្នាំយើងសិក្សាមកតមកយើងអូសទៅរក finger ព្រួយមកចេញក្រៅ4យើង frame ដូចមុនដែរហើយយើង copy ទៀតយើងចុចរូបខ្មៅដៃយើងលុបចោលតមកយើងដាក់សាលាយើងមកបានបញ្ចប់សិក្សាថ្នាក់ទីម៉ានហើយយើងរៀននៅសាលានឹងឈ្មោះអីដែរហើយយើងចុច OK មកពេលយើងទៅហើយយើងអូសទៅរក finger ព្រួយមកចេញក្រៅ4យើង frame ដូចមុនដែរមកហើយយើងប៉ះត្រង់កន្លែងកម្រិតវប្បធម៌កន្លែងណាក៏បានដែរឲ្យតែ file ធំយើងប៉ះបានទាំងអស់ហើយ copy ឲ្យជារូបខ្មៅដៃមកយើងលុបអក្សរចាស់ទៅហើយយើងបំពេញបទពិសោធន៍ការងារយើងចុច OK ហើយយើងទៅរក finger ព្រួយមកចេញក្រៅ4យើងអូសពេញហើយយើង frame ដូចមុនដែរតោះមកយើងចុច create ហើយយើងប៉ះកន្លែង photo យើងទៀតហើយយើង copy ទៀតចុចរូបខ្មៅដៃយើងលុបចោលហើយយើងដាក់ឆ្នាំសិក្សាឆ្នាំដែលយើងធ្វើការយើងចុចបន្ទាត់មួយយើងដាក់ជំនាញរបស់យើងហើយយើងចុច OK ហើយយើង frame ពីលើចុះមកក្រោមដូចគ្នាតោះយើង copy ទៀតមកយើងចុចរូបខ្មៅដៃយើងលុបចោលហើយយើងដាក់ឈ្មោះក្រុមហ៊ុនដែលយើងធ្លាប់បម្រើការហ្នឹងមកពីមុនយើងធ្វើការនៅណាពីឆ្នាំដែលយើងពេញមិញណាចឹងយើងដាក់ឈ្មោះក្រុមហ៊ុនយើងហើយ
យើងចុចបន្ទាត់មួយអញ្ចឹងកន្លែងក្រុមហ៊ុននឹងជំនាញរបស់យើងធ្វើអីគេយើងដាក់មកហើយយើងចុចអូខេហើយយើង fray ពីលើចុះមកក្រោមទៀតមកដល់តានេះថយ Font 10ចុចចុះក្រោមមួយទៀតអូពីពេញហើយ fray ចូលក្នុងទៀតហើយចុចក្រេះហើយចុចប៉ះកន្លែងប្រអប់ color មួយមកហើយចុចមូលក្រោមនេះហើយចុច copy ហើយត្រូវសញ្ញាព្រួញបានចូលក្នុង4ចុចចំប្លាកកដាលហើយចុចចំពាក់កដាលទៀតហើយចុចក្រេះមើលសញ្ញាព្រួញបានចេញក្រៅ4អូពេញ fray ពីលើចុះក្រោមចឹងខ្ញុំថយ Font 10ចុចចំមួយទៀតហើយចុចក្រេះបន្តមកទៀតដល់អ្នកទាំងគ្នាប៉ះ Font ធំហើយចុចកន្លែង Font A ហើយចុច copy តមកជារូបខ្មៅដៃយើងលុបអក្សរចាស់ចោលទៅយើងដាក់ចំណេះដឹងភាសាតមកទៀតយើងទៅរកសញ្ញាព្រួយបានចេញក្រៅ4យើង fray ពីលើចុះក្រោមដូចមុនដែរអាហ្នឹងយើង fray ដាក់ក្នុងប្រអប់ដូចមុនដែរហើយយើងចុចគ្រីសមកតមកយើងមើលកន្លែងយើងប៉ះកន្លែងប្រអប់ color ហើយយើងប៉ះកន្លែងមូលក្រោមនេះហើយយើងចុច copy ហើយយើងចុច edit យើងទាញពណ៌ហ្នឹងមកក្រោមតិចមកហើយយើង scroll ក្រោមនេះឡើងលើហើយយើងបន្ថយទៅនេះអស់ហើយខាងក្រោមនេះយើងដាក់បូក4ហើយយើងចុចគ្រីសមកហើយយើងអូពីស្ដាំមកឆ្វេងមើលសញ្ញាបាញ់ចេញក្រៅពីនេះយើងបិទអានេះមកអានេះយើងថយ file 90ដូចមុនអាក្រោមនេះយើងថយ file 4ហើយយើងចុចគ្រីសហើយមើលសញ្ញាព្រួញបាញ់ចូលក្នុង4ដែរយើងចុចចំប្លោះកដាលវាបែងចែកម្នាក់ពាក់កដាលហើយយើងមើលសញ្ញាព្រួញបាញ់ចេញក្រៅ4អូពេញយើង fray ពីលើចុះមកក្រោមមកចឹងអានេះខ្ញុំថយ Font 10ខ្ញុំចុចក្រោមមួយទៀតចុចមួយទៀតហើយខ្ញុំថយ Font 5ចុចឡើងលើមួយវិញហើយចុចគ្រីសតមកឲ្យយើងអូសត្រូឡើង copy ហើយយើងអូសត្រូសញ្ញាព្រួញបាញ់ចូលក្នុង4ចុចចំពាក់កដាលហើយចុចសញ្ញាបាញ់មកដល់ក្រោមហើយចុចគ្រីសចុចសញ្ញាព្រួញបាញ់ចេញក្រៅ4ហើយយើង fray ឡើងលើវិញមកចឹងទៅនេះយើង fray មើលឲ្យវាចូលគ្នាបន្ទាត់តែមួយហើយចុចគ្រីសហើយយើង copy ទៀតយើងចុចត្រង់សញ្ញាព្រួញបាញ់ចូលក្នុង4ដែរយើងចុចដូចមុនហើយយើងចុចគ្រីសមកហើយយើងមើលសញ្ញាព្រួញបាញ់ចេញក្រៅ4ហើយយើង fray វាឲ្យជាប់គ្នាដូចមុនដែរមកតមកយើងចុចគ្រីសមកពេល fray ហើយតមកយើងប៉ះត្រង់ទាំង font ណាមួយមកហើយចុចកន្លែង font A ហើយចុចសញ្ញាបូកហើយចុចរូបខ្មៅដៃហើយចុចក្នុង frame លុបចោលហើយយើងដាក់សញ្ញាដកនេះ6មកហើយចុចអូខេយើងអូសពី frame មកឆ្វេងមើលកន្លែង pending ដែរអានេះយើងដាក់បូក6ក្រោមយើងដាក់បូក6ដូចគ្នាហើយយើងចុចគ្រីសហើយយើងជ្រើសរើសយក color ពណ៌ខ្មៅដែរហើយយើងអូសមកមុខទៀតមើលកន្លែងមូលនេះយើងចុចលើវាមួយហើយយើងបើកមកហើយតនេះយើងយក color ពណ៌ខ្មៅហើយខាងក្រោមនេះយើងថយ font មួយហើយចុចគ្រីសយើងអូសត្រឡប់មកវិញចូលទៅកាន់ rotate សញ្ញាមូលនេះអានេះយើងថយ font 90 degree ហើយចុចគ្រីសហើយយើងអូសមកមុខទៀតមកមើលសញ្ញាព្រួញបាញ់ចូលក្នុង4ចុចសញ្ញាបាញ់មកក្រោមហើយចុចគ្រីសមើលសញ្ញាព្រួញបាញ់ចេញក្រៅ4ហើយយើង fray ឡើងលើ fray ធ្វើម៉េចឲ្យវាជាប់គ្នាមកបន្តមកចុចតាមសញ្ញាដែលខ្ញុំបានបង្ហាញខាងលើនេះមកហើយចុចត្រង់កន្លែងនេះហើយចុចតាមខ្ញុំបានបង្ហាញហើយអានេះយើងលុបយើងដាក់លេខ0ហើយខាងក្រោមនេះយើងដាក់លេខ4ហើយយើងចុច Pro មកតោះមកយើងប៉ះលើតហ្វបញ្ឈរនឹងមួយហើយចុចតាមសញ្ញាដែលខ្ញុំបានបង្ហាញអានេះយើងតឡើងវា23ហើយយើងប៉ះតហ្វបន្ទាប់យើងប៉ះកន្លែងដែលមកអានេះយើងតឡើងវា41ហើយយើងចុច Pro យើងប៉ះតហ្វបន្ទាប់ហើយប៉ះដូចមុនអានេះយើងឡើងវា59ហើយយើងប៉ះបន្ទាប់ទៀតមកហើយអានេះយើងដាក់77ហើយយើងចុច Pro មកតោះមកយើង fray អានេះទៀតយើង fray វាឲ្យស្មើនឹងបន្ទាត់បញ្ឈរហ្នឹងមកចឹងយើង fray វាឲ្យចូលស្មើគ្នាយើងចុចគ្រីសហើយយើងអូសទៅកន្លែង copy យើង fray យើងអូសមករកសញ្ញាព្រួញបាញ់ចូលក្នុង4យើងចុចបាញ់មកក្រោមមកហើយយើងមើលសញ្ញាព្រួញបាញ់ចេញក្រៅ4អូសឲ្យពេញហើយយើង fray ឡើងលើដូចមុនចឹងអានេះខ្ញុំថយធ្វើម៉េច fray វាឲ្យជាប់នឹងបន្ទាត់របស់យើងនឹងមកហើយយើងអូសឲ្យពេញយើង fray វាមកស្មើនឹងបន្ទាត់តហ្វបញ្ឈររបស់យើងនឹងមកតើមកយើងចុចគ្រីសហើយយើងប៉ះត្រង់ខាងលើនឹងមកដើម្បីបិទវិញ
តើមកយើងប៉ះកន្លែងគ្រូខ្មៅដៃយើងលុបចោលហើយយើងដាក់សញ្ញាដក2ហើយយើងដក clear 4ដងហើយយើងដាក់សញ្ញាដក2នឹងទៀតហើយចុច OK អញ្ចឹងឃើញវាស្មើយើង copy ទៀតមកហើយយើងចុចត្រង់កន្លែងកន្លានេះមកហើយយើង auto សញ្ញាព្រួញបានចូលក្នុង4ចុចឲ្យចំពាក់កណ្ដាលហើយចុចបាញ់មកក្រោមឲ្យអស់ហើយយើងចុចក្រេះហើយមើលសញ្ញាព្រួញបានចេញក្រៅ4អូសវិញពេញហើយយើង frame វាជាប់នឹងហ្វាច់បន្ទាត់ចាស់យើងហើយយើងចុចវា frame ចូលមកក្នុងទៀតមកអញ្ចឹងហើយយើងចុចក្រេះមកបន្ទាប់ពី frame ហើយយើងអូសទៅកន្លែង copy ទៀតហើយយើងរកសញ្ញាព្រួញបានចូលក្នុង4ចុចចំចុងគេបង្អស់ហើយចុចចុះក្រោមបង្អស់រកសញ្ញាព្រួញបានចេញក្រៅ4ហើយយើងអូសពេញ frame ឡើងលើវិញអញ្ចឹងយើង frame វាដូចមុនតារា frame វាឲ្យជាប់នឹងបន្ទាត់ដែលយើងបានបើកហ្នឹងហើយយើង frame វាឲ្យជាប់គ្នានឹងបន្ទាត់ខ្លារបស់យើងនឹងមកចាយើង frame ចុះក្រោមនេះទៀតហើយយើងប៉ាកន្លែងក្លាខាងលើហ្នឹងមកដើម្បីបិទបន្ទាត់បញ្ឈរហ្នឹងហើយយើងចុចគ្រីសមកព្រោះវាស្មើហើយចប់មកប៉ះកន្លែងប្រជាជាតិកម្ពុជាហើយអូសពីឆ្វេងមកស្ដាំហើយប៉ះ copy ចុចរូបក្បាលដៃលុបអត្ថបទចាស់សរសេរភាសាចុះបន្ទាត់1ខ្មែរចុះបន្ទាត់1អង់គ្លេសហើយចុចអូខេតោះមកយើងអូសពីស្ដាំមកឆ្វេងទៅរកកន្លែងអាឡាញបន្ទាត់5នេះហើយយើងចុចខាងឆ្វេងគេមកអស់ហើយចុចគ្រីសហើយអូសត្រឡប់មកវិញមកមើលកន្លែងសញ្ញាព្រួញបានចេញក្រៅ4អូយពេញយើង frame ពីលើចុះមកក្រោមមកអញ្ចឹង frame វាឲ្យចូលក្នុងប្រអប់នឹងឲ្យស្មើមកហើយចុចគ្រីសមកតោះមកយើង copy ទៀតមកហើយយើងចុចរូបខ្មៅដៃយើងលុបអានឹងចោលយើងដាក់និយាយហើយចុច OK ហើយយើងយកដៃយើងអូសហ្មងទៅលឿនជាងយើងយកមកដាក់ប្រឡោះហ្នឹងមកហើយយើង frame វាចូលក្នុងប្រឡោះហ្នឹងឲ្យស្អាតមកតទៅពី frame ហើយយើងចុចគ្រីសមកពេលយើង frame ហើយយើងអូសទៅកន្លែង copy ហើយយើងចុចរូបក្បាលដៃយើងលុបចោលហើយយើងបំពេញដាក់ថាសរសេរហើយយើងចុច OK ហើយយើងអូសដៃមកទៀតយើង frame វាចូលក្នុងប្រឡោះនឹងឲ្យស្អាតដូចមុនមកតោះមកយើង copy ទៀតមកហើយយើងចុចរូបខ្មៅដៃទៀតហើយយើងលុបចោលយើងដាក់អានម្ដងយើងចុច OK ហើយយើងអូសមកដាក់ក្នុងប្រឡោះនឹងទៀតហើយយើង frame ដូចមុនចឹងខ្ញុំប៉ះកន្លែង frame មួយប៉ះកន្លែងនិយាយហើយខ្ញុំ frame វាចុះក្រោមទៅទៀតព្រោះឃើញវាដូចខ្ពស់ជាងគេហើយយើងចុចគ្រីសមកយើងអូសទៅកន្លែង copy ទៀតហើយយើងចុចរូបខ្មៅដៃអានេះហើយយើងដាក់ស្ដាប់ម្ដងហើយយើងចុច OK មកហើយយើងអូសវាមកដាក់ក្នុងប្រឡោះដូចមុនហើយយើង frame ដូចមុនឲ្យចូលក្នុងប្រឡោះមើលឃើញស្អាតបន្ទាប់ពី frame ហើយយើងចុចគ្រីសមកតោះមកយើងអូសទៅកន្លែង copy យើងចុចរូបខ្មៅដៃហើយយើងលុបចោលយើងដាក់ភាសាកំណើតហើយយើងចុច OK យើងអូសពីស្ដាំមកឆ្វេងរកកន្លែងអក្សរ AB នេះហើយយើងចូលកន្លែង My Phone ខ្ញុំដូរ phone អានេះមួយខ្ញុំយកអានេះហើយខ្ញុំចុច OK ហើយយើងអូសត្រឡប់ទៅវិញមករកហើយយើងអូសដៃមកចូលក្នុងនេះមកហើយយើងរកសញ្ញាព្រួញបាញ់ចេញក្រៅ4ហើយយើង frame មើលមកសមមកតមកទៀតយើងអូសពីឆ្វេងមកស្ដាំម្ដងយើងចុច copy ហើយយើងចុចរូបខ្មៅដៃមកហើយយើងលុបអានេះចោលហើយយើងដាក់មធ្យមហើយកន្លែងនេះអ្នកទាំងអស់គ្នាចេះនិយាយកម្រិតណាដាក់កម្រិតហ្នឹងមកអញ្ចឹងខ្ញុំដាក់មធ្យមហើយខ្ញុំ frame មើលក្នុងប្រឡោះហ្នឹងមកល្មមអានេះកន្លែងភាសាអង់គ្លេសហើយកាហ្វេដូចគ្នាបើអ្នកទាំងអស់គ្នាចេះមធ្យមដាក់មធ្យមមកខ្សោយដាក់ខ្សោយអញ្ចឹងយើង frame វាចូលប្រឡោះទៀតមកហើយអានដូចគ្នាដែរអានេះយើង copy មធ្យមនឹងទៀតមកបើមិនជាអ្នកទាំងអស់គ្នាជួនកាលទៅចេះនិយាយតែអត់សូវចេះទៅហ្វេអញ្ចឹងយើងអាចដាក់ចេះនិយាយល្អឬមួយក៏ចេះនិយាយមធ្យមហើយហ្វេខ្សោយឬមួយក៏ហ្វេល្អទៅអញ្ចឹងយើង frame វាតាមហ្នឹងមក
យើង copy ទៀតហើយយើងអូសដៃចូលមកទៀតមកយើង frame ក្នុង plot ហ្នឹងទៀតមកអានេះខ្ញុំរៀងកាត់ដោយសារវាអណ្ដែតអញ្ចឹងខ្ញុំធ្វើវាលឿនមកហើយចុចគ្រីតោះមកយើង copy ទៀតមកហើយយើងចុចរូបខ្មៅដៃយើងលុបអក្សរចាស់ចោលហើយយើងបំពេញអត្ថបទថ្មីបន្ទាប់ពីអ្នកទាំងអស់គ្នាបានពេញហើយចុចអូខេហើយយើងអូសរោសញ្ញាព្រួញបានចេញក្រៅ4ហើយយើង frame ពីលើចុះមកក្រោមមកអញ្ចឹងខ្ញុំចុចចូលក្នុងមួយអន្ថែមហើយខ្ញុំប៉ះកន្លែងរូបខ្មៅដៃម្ដងទៀតហើយអាកន្លែងនេះខ្ញុំដក clear មួយដើម្បីឲ្យ F4 ហ្នឹងវារត់ចុងស្មើនឹងប្រអប់របស់យើងហើយប៉ះប្រឡោះកដាលមកហើយចុចកន្លែង import កន្លែងរូបសញ្ញាខ្ញុំបង្ហាញហ្នឹងហើយវាចូលទៅក្នុងរូបថតយើងវាបានតម្រង់មកបែបនេះហើយអ្នកទាំងអស់គ្នាអូសមកកន្លែងនេះមកហើយចុចតាមសញ្ញាដែលខ្ញុំបានបង្ហាញហើយយើងបន្ថយអានេះមកអញ្ចឹងអានេះខ្ញុំដាក់ប៉ុណ្នេះហើយខ្ញុំអូសដៃមកខាងនេះហើយខ្ញុំរោសញ្ញាព្រួញបានចេញក្រៅ4ខ្ញុំ frame វាតិចទៀតចឹងរូបថតហ្នឹងយើង frame មើលមកស្អាតមកបន្ទាប់ពី frame ចុចគ្រីសហើយយើងអូសមកទៀតមើលកន្លែង stroke កន្លែងមូលនេះហើយយើងបើកវាមកហើយយើងអូសយក color ពណ៌ខ្មៅហើយយើងអានេះដាក់2ចឹងហើយចុចគ្រីសមកហើយយើងប៉ះត្រង់ផ្ទាំង form មកវាចេញតម្រង់បែបនេះបើសិនជាវាអត់ទាន់ form យើង frame វាថែមទៀតហើយយើងចុចគ្រីសហើយយើងប៉ះផ្ទាំង form ម្ដងទៀតអញ្ចឹងឲ្យខ្ញុំប៉ុណ្ណឹងខ្ញុំថាល្មមអញ្ចឹងហើយយើងចុចតាមសញ្ញាដែលខ្ញុំបានបង្ហាញហើយចុច save as image ហើយយើងចុចកន្លែងសញ្ញានេះមកហើយចុច ultra ហើយចុច save to general ហើយយើងចូលទៅកន្លែងថតយើងមកតមកយើងឃើញរូបថត CV ដែលយើងធ្វើមិញហើយខ្ញុំឃើញថាវាច្បាស់មែនទែនល្អមែនទែនហ្មងជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាមិនយល់ត្រង់ចំណុចណាកុំភ្លេច comment នៅខាងក្រោមវីដេអូនេះហើយខ្ញុំនឹងព្យាយាមឆ្លើយតបឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំសូមអរគុណសូមជម្រាបលា